បាទគ្រប់នឹងជ្រាបសួរពុកម៉ែបងប្អូនហ្នឹងហើយឥឡូវនេះយើងគិតថាដល់ខែធ្លាក់ភ្លៀងហើយដល់ខែធ្លាក់ភ្លៀងហើយអញ្ចឹងពុកម៉ែបងប្អូនមួយចំនួនដែលគាត់ចិញ្ចឹមកដោបហ្នឹងគឺប្រឈមនឹងការងាប់ច្រើនអញ្ចឹងហេតុអីពុកម៉ែបងប្អូនថាប្រឈមនឹងការងាប់ច្រើនដោយសារវាចូលដល់ខែធ្លាក់ភ្លៀងជីគឺភ្លៀងរាល់ថ្ងៃយ៉ាងទៅវាអត់មានកម្ដៅថ្ងៃវាធ្វើឲ្យកដោបយើងនឹងខ្សោយមែនតែនប៉ុន្តែដល់ឡែកណាត្រង់ຂະຫນាតធំរបស់ខ្ញុំនេះគឺវាអត់ខ្សោយទេពុកម៉ែបងប្អូនຂະຫນាតត្រង់មួយនេះក៏អត់ខ្សោយទេមិនបើថាអត់ខ្សោយຂະຫນាតត្រង់មួយនេះគឺខ្ញុំធ្វើចម្រឹងវាពីបាតក្រោមឈៀវអត់មានក្រាលក្តារក៏អត់មានក្រាលតង់ជាតង់កស៊ូយើងដែរហ្នឹងណាគឺដល់ពេលយើងអត់ក្រាលយ៉ាងទៅវាធ្វើឲ្យស្រឡះខ្យល់ដែលខ្យល់ចេញចូលពីបាតត្រង់ខ្យល់ចេញចូលបាតត្រង់គឺវាអត់មានក្លិនហើយត្រង់នេះដែរពុកម៉ែបងប្អូនដុសស្លាបមួយដែរនេះដុសស្លាបមួយហើយប៉ុន្តែតាំងពីចិញ្ចឹមមកអត់តាន់កាប់លាមួយណាអត់តាន់កាប់លាមួយទេដោយសារតែអីគេពុកម៉ែបងប្អូនគឺទ្រូងនេះវាសាច់សើមតែតិចតួចហើយគឺវាមានលក្ខណៈខ្យល់ចេញចូលចាំមើលខ្ញុំប្រាប់ពុកម៉ែបងប្អូនមើលនេះឃើញទេពីស្បៃមុងគឺវាមានខ្យល់ចេញចូលហ្នឹងទៅគឺវាអត់ផ្អួរក្នុងទ្រុងរបស់យើងទេប៉ុន្តែដល់ឡែកទ្រុងខ្ញុំមួយទៀតដែលខ្ញុំក្រាលបាតវាពីក្តារកងផ្លាក់គេពីដូចថាជាសង្កសីហ្នឹងណាគឺប្រឈមងាប់ពុកម៉ែបងប្អូនងាប់ដោយសារខែនេះខែភ្លៀងខែត្រជាក់ហើយវាអួរអាប់អាឡែងថាវាបរិយាកាសក្នុងទ្រុងហ្នឹងវាមានក្លិនគឺកដោបយើងខ្សោយអញ្ចឹងពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់បើកាលណាពុកម៉ែបងប្អូនកដោបខ្សោយគឺពុកម៉ែបងប្អូនប្រញាប់ចាប់អំពូលកម្ដៅពុកម៉ែបងប្អូនសម្រាប់ទ្រុងដែលពុកម៉ែបងប្អូនខ្សោយគឺខែនេះគឺខ្សោយឯងប៉ុន្តែទ្រុងនេះវិញអត់ខ្សោយទេពុកម៉ែបងប្អូនតែនេះដុសស្លាបមួយដែរនេះចាប់ដើមដុសស្លាបហើយមើលកដោបខ្លាខ្លំហ៎ពុកម៉ែបងប្អូនមើលនេះមេឃអាងឹតស្លុបរោភ្លៀងទៀតហើយប៉ុន្តែទ្រុងនេះមួយគឺអត់ខ្សោយទេចិញ្ចឹមតាំងពីប្រាំងរហូតដល់ខែវស្សាដល់ប្រាំងវិញគឺអត់ខ្សោយដោយសារលក្ខណៈបាតទ្រុងវាល្អហើយអាទ្រុងខ្ញុំនោះមួយទៀតខ្សោយងាប់គ្រាន់តែមកព្រឹកងាប់ប្រហែលជា50-60ក្បាលដែរហ្នឹងប៉ុន្តែខែនេះពុកម៉ែបងប្អូនអាសាកើបលាមកវាតិចគឺខ្សោយហើយបើសិនជាកដោបយើងខ្សោយពុកម៉ែបងប្អូនចាប់ជាអំពូលកម្ដៅបើយើងចាប់ជាអំពូលកម្ដៅហើយគឺកដោបយើងវាលែងខ្សោយដោយសារវាមានពលឺថ្ងៃហើយបើថាកដោបយើងខ្សោយវាអត់សូវស៊ីចំណៃពុកម៉ែបងប្អូនលាយទឹកឃ្មុំមានទឹកឃ្មុំលាយមួយស្លាបព្រាអញ្ចឹងទៅជាមួយទឹក1លីត្រអញ្ចឹងទៅយើងស្រោចនៅពីលើស្មៅដែលយើងដាក់វាស៊ីវាមានដូចថាវាជំនួយគឺវាស៊ីខ្លាំងតែត្រង់នេះមានជំនួយអីពុកម៉ែបងប្អូនដាក់គឺស៊ីយើងមកត្រង់នេះកដោបសុខភាពល្អមែនតែនមកអញ្ចឹងក្នុងខែភាសានេះពុកម៉ែបងប្អូនដែលធ្វើទ្រុងដូចជាលក្ខណៈបាតជាកស៊ូប៉ាតង់ឬក៏ក្តារកងផ្លាក់គេអីហ្នឹងគឺប្រឈមនឹងកដោបខ្សោយព្រោះខ្ញុំមានប្រភេទទ្រុងដែរគឺកដោបខ្សោយតែបើទ្រុងនេះអត់ខ្សោយទេពុកម៉ែបងប្អូនហើយទ្រុងនេះអត់មានប្រើប្រូតេអ៊ីនអត់មានអីណាដាក់មកគឺស៊ីអញ្ចឹងមកដើមគ្នាមកប្រើមិនចង់អស់ទៀតអញ្ចឹងចូលលក្ខណៈខែធ្លាក់ភ្លៀងជីពុកម៉ែបងប្អូនគឺព្យាយាមធ្វើបាតទ្រុងយើងកុំអោយធ្វើពីក្តារឬក៏ពីតង់កស៊ូអីហ្នឹងគឺប្រឈមមុខនឹងងាប់ពុកម៉ែបងប្អូនកាប់លាមកវាហើយក៏វានៅតែឈួលងាប់ដែរវាហប់តែបើសិនថាវាធ្វើម៉េចយើងមិនទាន់អាចកែកុនបានយើងពុកម៉ែបងប្អូនរាល់ពេលដាក់ស្មៅនោះបងប្អូនមានជាស្ករក៏បានដែរបើយើងអត់មានទឹកឃ្មុំលាយស្ករវាមកស្ព្រាអញ្ចឹងទឹក1លីត្រអញ្ចឹងទៅណាហើយយើងស្រោចទៅលើស្មៅទៅឲ្យវាស៊ី
តែយើងអត់ធ្វើបែបនេះទេគឺវាអត់សូវស៊ីចំណីទេវាខ្សោយវាមានពលិថ្ងៃហើយត្រង់នេះអត់មានលីអីបងប្អូនអើយអែមមកដៅវាមើលខ្នាប់សក់ដូរស្លាប់ដែរមេបាក៏អស់ចោះដែរប៉ុណ្ណាណីពូជអានេះតែ2 3ថ្ងៃទៀតហ្នឹងសក់ដូរស្លាប់លាន់អស់ហើយមើលបងប្អូនមើលនឹងថតឲ្យជាក់ស្ដែងមកអត់កាត់តអត់កាត់អីទេស្ដែងមកមើលមួយស្លឹកស៊ីឡើងចង់វាលឃើញទេនេះអានេះមេឃឡើងចង់ភ្លៀងទៀតណាចឹងខែភាសានេះបងប្អូនធ្វើបាតត្រង់ឲ្យស្លាស់ដូចតែខ្ញុំreview ប្រាប់វីដេអូមុនអញ្ចឹងហើយបើបាតត្រង់យើងអាចនឹងជិះបានយើងប្រើជាអានៀបជាអីយើងឈាវហើយយើងក្រាលជាស្បៃមុងរបស់យើងទៅកុំប្រើជាប៉ាតង់ឲ្យប្រើជាប៉ាតង់ខ្សោយណាខ្សោយមែនតើចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងជួបគ្នានៅវីដេអូក្រោយទៀត